កាលពីអតីតកាលដ៏យូរលង់ណាស់មកហើយក្រពើឆារវ័នដែលជាក្រពើវិតមុនអាចកលាខ្លួនជាមនុស្សបានមានមហិទ្ធិឫទ្ធិខ្លាំងពូកែបានសាងកម្មពីវេរាស្នេហានិងសេដ្ឋីធីតាឈ្មោះសំពើកែវបង្កឲ្យទៅជាព្រឹត្តិការណ៍តស៊ូប្រយុទ្ធគ្នាជាមួយនឹងគ្រូសិលវិតមុនយ៉ាងកក្រើកទឹកកក្រើកដីតែនៅទីបំផុតឆារវ័នត្រូវអស់ជីវិតក្រោមមុខលំពែងជាអាវុធដ៏ពិសិដ្ឋរបស់ក្រៃថោងមុននឹងស្លាប់ក្រពើឆារវ័នបានអធិដ្ឋានក្នុងចិត្តតាំងសច្ចាប្រាថ្នាទៅជាតិមុខទៀតថាសូមឲ្យដួងកាយជីវិតស្ថិតនៅនឹងចង្គមពេជ្រឆ្អឹងលលាក្បាលហើយបើមានឈាមហូរស្រោចលើសូមឲ្យមានជីវិតរស់ជាក្រពើឡើងវិញបើបានហត់ឈាមស៊ីសាច់ស្ត្រីព្រហ្មចារីសូមឲ្យคล้ายទៅជាក្រពើពាក់កណ្ដាលមនុស្សពាក់កណ្ដាលមានជីវិតអមតៈគ្មានអាវុធណាអាចសម្លាប់បានឡើយក្រៅតែពីលំពែងស័ក្តិសិទ្ធិកាន់ដោយដៃស្ត្រីដែលមានសម្ព័ន្ធភាពស្នេហាជាមួយគ្នាកាលពីជាតិមុនប៉ុណ្ណោះតែពេលនេះគឺជាវាសនាជីវិតបន្តទៀតរាប់រយពាន់ឆ្នាំនៃរឿងរ៉ាវចាស់នេះនៅក្នុងសម័យទំនើបក្រោមបណ្ដាសានៃព្រហ្មលិខិត